ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមក live ចាមកនិយាយចាពីអត្ថប្រយោជន៍របស់នេះ lip sleeping mask នេះចានិយាយទៅអត់ចាញ់របស់ថ្លៃទេលាបល្អជាងរបស់ថ្លៃទៀតខ្ញុំអត់និយាយលេងសើចណាផលិតផលនេះខ្ញុំសូមណែនាំខ្ញុំនិយាយតាមត្រង់គឺរបស់ចិនណាផលិតផលរបស់ប្រទេសចិនហ្នឹងហើយមើលចា lip sleeping mask អាចលាបនៅពេលយប់ក៏បានអាចលាបនៅពេលថ្ងៃក៏បានឬក៏លាបមុនពេលដែលយើងលាបក្រែមពណ៌ក៏បានដែរការពារស្បែកមាត់របស់យើងកុំឲ្យប្រេះអីចឹងណាខ្ញុំលាបអូនល្អមែនតើហើយខ្លងធំណាចាខ្លងទៅងន់វានិយាយទៅប្រហែលជា40ក្រាមហ្នឹងហើយតម្លៃវិញគឺតែ6500រៀលតែប៉ុណ្ណោះចាហេតុអីបានរបស់ចិនតម្លៃធូរថ្លៃជាងប្រទេសផ្សេងពីព្រោះវត្ថុធាតុដើមហើយយើងស្ដាប់តាក់ទងនឹងព័ត៌មានសេដ្ឋកិច្ចប្រទេសមហាអំណាចជាច្រើនហើយប្រទេសជាច្រើនគឺផលិតភាគច្រើនគឺនៅប្រទេសចិនហ្នឹងហើយបងប្អូនកុំថាប្រទេសចិនផលិតរបស់អន់ណាមែនទេណាគឺដោយសារគេសម្បូរវត្ថុធាតុដើមអញ្ចឹងគេផលិតគេដើមទុននៃការផលិតរបស់គេគឺទៀបជាងយើងអញ្ចឹងណាអញ្ចឹងសូម្បីតែប្រទេសថៃក៏ដោយប្រទេសយើងក៏ដោយហើយសហរដ្ឋអាមេរិកក៏ដោយប្រទេសណាក៏ដោយគឺភាគច្រើននាំឲ្យបានចូលពីចិនច្រើនអញ្ចឹងនេះខ្ញុំសូមណែនាំបងប្អូនឲ្យប្រើនេះ lip sleeping mask លាបបបោមាត់ចាខ្ញុំលាបខ្លួនឯងណាហើយនេះកូនខ្ញុំក៏លាបដែរព្រោះធម្មតាពេលខែក្តៅខ្លាំងខែត្រជាក់អីហ្នឹងចាគឺត្រូវការលាបដើម្បីបបោមាត់របស់យើងមានសំណើមហ្នឹងហើយលាបទៅបីមាត់យើងខ្លាំហ្មងនេះហើយតម្លៃគឺល្អមែនតើអានេះ clean strawberry ចាអរគុណច្រើនខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំបង្ហាញជូនបងប្អូនថាតើអ្នកលក់នឹងលាបមែនតើអត់គឺអ្នកលក់លាបខ្លួនឯងហើយអត់ក្រហមទេអត់មានពណ៌ឯណាបងប្អូនអត់មានពណ៌ទេគ្រាន់តែឡងហើយខំតិចកាឈូកតិចទេកូនសិស្សអីអាចលាបទៅរៀនបានចាការពារបបោមាត់ធ្វើតែបើថាក្នុងវិន័យសាលាអានេះមិនមែនគ្រូខ្ញុំជាគ្រូបរិញ្ញាដែរប៉ុន្តែខ្ញុំប្រាប់សិស្សថាបើបងប្អូនលាបក្រែមគឺកុំលាបក្រែមពណ៌គឺលាបក្រែមដែលក្រែមឡងការពារបបោមាត់ការពារសុខភាពមាត់របស់យើងអានឹងបានតែហាមលាបក្រែមពណ៌ព្រោះថាក្រែមពណ៌គឺធ្វើទី1គឺវាបានស្អាតក៏ប៉ុន្តែវាធ្វើឲ្យបបោមាត់របស់យើងហ្នឹងក៏ខ្មៅខូចដូចគ្នាដែរចាអរគុណច្រើន lip sleeping mask